បាទសួស្តីបងប្អូនថ្ងៃនេះគឺមកមានវីដេអូតាក់ទងនឹងការចិញ្ចឹមបន្ទង់ដែរបងប្អូនគឺបងប្អូនមួយចំនួនគាត់ចិញ្ចឹមបន្ទង់អត់ធំហើយគាត់យកទៅចិញ្ចឹមឲ្យ 4-5 ខែក៏អត់ចិញ្ចឹមអត់ធំអញ្ចឹងបងប្អូននៅប៉ុនម្រាមដៃប៉ុនកូនដៃអញ្ចឹងចិញ្ចឹមអាយុ 5 ខែហើយអញ្ចឹងបងប្អូនហើយពេលខ្លះទៅក៏គាត់ជឿតាមគេគាត់ថាបន្ទង់ចិញ្ចឹមតែ 3 ខែកន្លះហើយបានលក់សម្រាប់ខ្ញុំបទពិសោធន៍របស់ខ្ញុំផ្ទាល់មកដល់បច្ចុប្បន្ននេះគឺខ្ញុំចិញ្ចឹមរយៈពេល 4 ឆ្នាំអញ្ចឹងខ្ញុំអាចដឹងច្រើនពីបន្ទង់នេះដែរសម្រាប់ការចិញ្ចឹមបន្ទង់ 3 ខែកន្លះបានលក់វាជារឿងមិនពិតទេបងប្អូនគឺយើងចិញ្ចឹមអត់បានហើយបើចាប់ពី 8 ខែទៅ 10 ខែយើងអាចប្រមូលផលលក់អាហ្នឹងគឺបានដោយសារបន្ទង់ដែលយើងយកមកចិញ្ចឹមគឺទំហំវាទូចបងប្អូនប៉ុនចុងចង្កឹះគេហៅទំហំ 6 លីបងប្អូនហើយបងប្អូនមើលខ្ញុំចិញ្ចឹមតែនៅក្នុងកធុងស្នោបែបនេះបងប្អូនតតឹងវាប្រហែលជា4 ទឹកបណ្ដោយថាជា 8 ទឹកបងប្អូនបន្ទង់ក្នុងមួយកេសស្នោដាក់ 1500 កូននេះគឺបន្ទង់ទំហំ 8 លីបងប្អូនគឺយើងដាក់វាបែបនេះថែបំពន់វាយើងយកមក 6 លីតែយើងថែបំពន់វារយៈពេល 21 ថ្ងៃយើងអាចឡើងបានមកទំហំ 8 លីបងប្អូនចឹងបងប្អូនមួយចំនួនគាត់ចិញ្ចឹមទៅអត់ធំចិញ្ចឹមទៅអីហ្នឹងគាត់ចេះតែសួរបងប្អូនថាមិនបានចិញ្ចឹមអត់ធំចិញ្ចឹមអត់ធំមានកត្តាច្រើនបងប្អូនទី1គាត់ទិញបន្ទង់ទៅចិញ្ចឹមតែគាត់មិនហ៊ានទិញចំណីទេគាត់លើតែចំណីប្រូតអ៊ីន44លក់រឿងថ្លៃគាត់មិនហ៊ានទិញទេគាត់សិតឲ្យស៊ីចំណីកែបចំណីត្រីប្រូតអ៊ីនធម្មតា30អីហើយបើពេលខ្លះស៊ីថាត្រីអណ្ដែងស៊ីមិនចង់ទាំងធំបងឲ្យត្រីអណ្ដែងប្រូតអ៊ីន30វាធំហើយយកមកឲ្យបន្ទង់ស៊ីពេលខ្លះយកមកឲ្យត្រីអណ្ដែងស៊ីត្រីអណ្ដែងមិនចង់ទាំងធំហើយទោះតម្រាំបន្ទង់យើងត្រូវការប្រូតអ៊ីនដែលខ្ពស់ប្រូតអ៊ីន44បានអាចលូតលាស់ល្អនេះយើងចិញ្ចឹម 6 ខែកន្លះ 7 ខែបងប្អូននេះទំហំវាគឺ1 ខាំកន្លះ 2 ខាំវាមានអាខ្លះដល់ 2 ខាំជាងហើយក៏មានអា1 ខាំដែរបងប្អូនវាធំអត់ស្មើអញ្ចឹងឯងហើយមួយទៀតគឺគាត់អត់មានប្រើថ្នាំប្រើវីតាមីននេះទេអញ្ចឹងធ្វើឲ្យការថនថយបន្ទង់ហ្នឹងក៏វាយឺតទៅតាមនឹងឯងយើងគិតថាបើខ្លួនយើងហូបបាយរាល់ថ្ងៃក៏យើងនឹងមានបដូរមុខម្ហូបដែរវាខ្លះទៅហូបកាទៀវវាខ្លះទៅការពេលដូចអីបន្ថែមដើម្បីឲ្យខ្លួនប្រាណនឹងមានកម្លាំងហើយចូលបន្ទង់ក៏ដូចគ្នាបងប្អូនសត្វដែលមានជីវិតគឺចិញ្ចឹមដូចគ្នាទាំងអស់បើយើងគ្មានវីតាមីនដាក់ឲ្យវាធំធាត់ទេបើគ្មានថ្នាំដើម្បីការពារជំងឺវាទេវាឈឺកាលណាតែវាឈឺវាអត់ស៊ីចំណីវាអត់ធំធាត់ទេហើយអ្នកខ្លះគាត់ទិញបន្ទង់យកទៅគាត់ហ៊ានចំណាយលុយទិញបន្ទង់ត្រឹមតែ 4-500 កូនគាត់ហ៊ានចំណាយតែថ្នាំលើទៅការទិញថ្នាំយកទៅប្រើគាត់មិនហ៊ានចំណាយហើយគាត់ចេះតែចង់បានផលគ្រប់ផលដែលបានទៅវិញវាតែងតែត្រូវការឲ្យយើងចំណាយបានយើងអាចបានចំណូលទៅវិញបើយើងអត់ចំណាយផងតែបានចំណូលពីណាមកហើយយើងចង់ចំឲ្យដូចគេចង់ធ្វើដូចគេមិនបានគេចិញ្ចឹមកើតយើងចិញ្ចឹមកើតកតាគឺមកពីទាំងអស់ហ្នឹងបងប្អូនមកពីយើងនឹងមិនមានការចំណាយដូចគេយើងមិនហ៊ានចំណាយដូចគេឬតែថ្នាំបន្ទង់នឹងថ្លៃវីតាមីននឹងថ្លៃហ្នឹងអូស្រេចវ៉ាមិនហ៊ានឲ្យស៊ីទេខ្លាចខាតចំណីប្រូតអ៊ីន44លក់នឹងថ្លៃតិចហ្នឹងមិនហ៊ានឲ្យស៊ីទេខ្លាចខាតហើយសួរទៅឲ្យស៊ីចំណីកែបមកបែ7-80000ជាងអីហើយស៊ីអត់ធំចេះស៊ីដែរសួរទៅចំណេញដែរខាតទាំងពេលវេលាខាតទាំងលុយហ្នឹងបងហើយដល់ពេលយកទៅចិញ្ចឹមកើតបន្ទោសមកពីគេបន្ទង់គេនឹងចិញ្ចឹមធំឯងបន្ទង់អ្នកនេះបានចិញ្ចឹមធំបន្ទង់អ្នកនោះបានចិញ្ចឹមធំតែដល់ពេលទិញបន្ទង់អ្នកនេះអ្នកនោះយកទៅចិញ្ចឹមដូចតែគ្នាបើមិនស្ដាប់ការណែនាំផងយើងប្រាប់ឲ្យប្រើបែបនេះគាត់ធ្វើបែបនោះគាត់ធ្វើបែបនោះគាត់ធ្វើបែបនេះអញ្ចឹងគឺ
còn mình để tôi ban là tập phó đấy bùn bởi hai video này mình là phân bùn cứ mọi dây pika chầm tung mình thông mau mua lại đây thì mua cái gata trận này thì pi gata mình ra tháng 5 chấm nuôi cái đôi chỉ vitamin thì bay ca thay tom mình ban lò bà ở con phồn ra phồn tới can tung cho tên chấm dương miên khát 4 ly và 10 ly và 7 ly phồn tới ca để tôi năn telegram son cao 7 chân pel phải 4 phải pel rồi son 8 ผมไว้จัดบุญสโรมไว้จัดบุญเลยตั้งพิกซ่าสเมนเตเลกรามของบุญบาทเอาคนจะเลีย